បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម Laszlo Kover ប្រធានរដ្ឋសភាហុងគ្រីនៅព្រឹកថ្ងៃទី27ខែតុលាឆ្នាំ2025រួចមកថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានិងបានអញ្ជើញធ្វើជាអធិបតីនៅក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរផងដែរអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូសភារវាងរដ្ឋសភានៃប្រទេសហុងគ្រីនិងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាដោយសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភាកម្ពុជានិងឯកឧត្តម Laszlo Kover ប្រធានរដ្ឋសភាហុងគ្រីចំណែកអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតកៅពិសិដ្ឋអគ្គលេខាធិការរងប្រចាំការរដ្ឋសភាតំណាងឲ្យឯកឧត្តមលេងពេញឡុងអគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឯកឧត្តមជឺជីសាច់អគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រីអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាពេលនេះមានសារៈសំខាន់បំផុតនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរនៅគ្រប់កម្រិតទាំងក្នុងកម្រិតរដ្ឋសភានិងអគ្គលេខាធិការដ្ឋានដូចជាក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចការចែករំលែកបទពិសោធន៍ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកការបណ្ដុះបណ្ដាលនិងការលើកកម្ពស់ភាពជាដៃគូនិងការបណ្ដុះបណ្ដាលកសាងសមត្ថភាពមន្ត្រីនៃរដ្ឋសភាប្រទេសទាំងពីរជាដើមសម្ដេចរដ្ឋសភាធិបតីខុនសូដារីនិងឯកឧត្តម Laszlo Kover ចាត់ទុកអនុស្សរណៈនៃការយោគយល់គ្នាដែលរដ្ឋសភាប្រទេសទាំងពីរបានចុះហត្ថលេខានាពេលនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយនោះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនពីព្រោះរដ្ឋសភាប្រទេសទាំងពីរជាស្ថាប័នតំណាងឲ្យប្រជាពលរដ្ឋ